ក្រមអភិរក្សរបស់ប្រទេសកម្ពុជានិងអន្តរជាតិសហការរួមគ្នារៀបចំយុទ្ធនាការហែលទឹកទន្លេមេគង្គដែលមានចម្ងាយ120គីឡូម៉ែត្រដើម្បីផ្សព្វផ្សាយពីការជួយសង្គ្រោះដល់សត្វផ្សោតកំពុងប្រឈមគ្រោះថ្នាក់ព្រឹត្តិការណ៍នេះមានរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី17ដល់ថ្ងៃទី20ខែមីនាឆ្នាំ2025ផ្ដើមហែលទឹកតាមដងទន្លេមេគង្គពីខេត្តស្ទឹងត្រែងដល់ខេត្តក្រចេះលោកជំទាវអឹមរចនាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថាក្នុងរយៈពេល3ឆ្នាំចុងក្រោយនេះចំនួនសត្វផ្សោតចាប់ផ្ដើមមានការកើនឡើងជាបន្តបន្ទាប់វិញក្រោយពីយកចិត្តទុកដាក់ការពីរបស់អ្នកពាក់ព័ន្ធលោកជំទាវបាននិយាយលើកឡើងថាកូនផ្សោតចំនួន5ក្បាលបានកើតនៅដើមឆ្នាំ2025នេះក្នុងនោះមានកូនផ្សោតចំនួន2ក្បាលនៅអន្លង់អភិរក្សត្បូងខ្លាស្រុកស៊ីមបូកខេត្តស្ទឹងត្រែងនិងចំនួន3ក្បាលទៀតកើតនៅអន្លង់អភិរក្សព្រៃកាំពីខេត្តក្រចេះបន្ទាប់ពីកូនផ្សោតកើតបាន5ក្បាលដើមឆ្នាំ2025ធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គកើនដល់109ក្បាលក្នុងខេត្តស្ទឹងត្រែងនិងក្រចេះលោកជំទាវបានមានប្រសាសន៍សង្ឃឹមថានឹងកើតមានកូនផ្សោតជាច្រើនក្បាលទៀតហើយក៏មិនមានសត្វផ្សោតស្លាប់ដោយសារការប្រើប្រាស់នៅឧបករណ៍ខុសច្បាប់ផងដែរចុងក្រោយនេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រៀមដាក់ចេញនៅវិធានការតឹងរ៉ឹងបំផុតតាមផ្លូវច្បាប់ទៅលើជនល្មើសដោយគ្មានការលើកលែងឡើយជំនាញរដ្ឋបាលជលផលនិងសហការជាមួយអាជ្ញាធរមូលដ្ឋានសហគមន៍កំណត់អត្តសញ្ញាណដល់អ្នកនេសាទណាដែលប្រព្រឹត្តល្មើសច្បាប់ក្នុងបរិវេណអភិរក្សសត្វផ្សោតធ្វើការឃាត់ខ្លួនដល់ផ្ទះតែម្ដងឯកឧត្តមប៉ែនលីណាតអភិបាលរងខេត្តស្ទឹងត្រែងបានមានប្រសាសន៍គាំទ្រចំពោះយុទ្ធនាការនេះដើម្បីជួយសង្គ្រោះដល់សត្វផ្សោតជាពិសេសការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្មនិងរដ្ឋបាលជលផលសហគមន៍នេសាទរួមទាំងអង្គការដៃគូ WWF ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាយើង